មនុស្សប្រុសភាគច្រើនគាត់អត់ស្រឡាញ់មនុស្សស្រីដែលស្រឡាញ់គាត់ខ្លាំងជាងខ្លួនឯងទេគាត់ស្រឡាញ់មនុស្សស្រីដែលស្រឡាញ់ខ្លួនឯងខ្លាំងជាងគាត់ឬមួយអត់ស្រឡាញ់គាត់សោះហ្មងព្រោះថាសារជាតិមនុស្សប្រុសគឺចូលចិត្ត challenge ចូលចិត្តអីដែលថ្មីដល់ពេលយើងស្រឡាញ់គេអស់ពេកយើងបើកចំហឲ្យគេយល់ពីយើងអស់ពេកគេលែងខ្លាចបាត់បង់យើងហើយគេគិតថាយើងមិនអាចទៅណាចោលគេបានទេដូចឆ្នាំងបាយចឹងអ្នកនរគ្នាទោះបីជារាល់ថ្ងៃយើងដូរមុខម្ហូបច្រើនប៉ុណ្ណាក៏ដោយអាបាយហ្នឹងត្រូវតែមានដដែលរាល់ថ្ងៃចឹងណាវាដូចតាហ្គេមដែលយើងលេងអស់វាហ្នឹងអរគ្នាវាអត់មានអីតាមទៀតទេអញ្ចឹងងាកមកស្រឡាញ់ខ្លួនឯងឲ្យបានច្រើនខ្ញុំអាច share experience ទាំងអស់ហ្នឹងទៅមនុស្សស្រីទាំងអស់គ្នាបានណាព្រោះខ្ញុំឆ្លងកាត់មកផ្ទាល់ហ្មងធ្លាប់ស្រឡាញ់យល់ចិត្តឃើញមុខគេក៏មកក៏មើលតែងទៅសួរនាំគេហើយគិតថាខ្លួនឯងធ្វើអីខុសដឹងរហូតតតែខ្ញុំតាមទាន់ថាគេកំពុងតែ challenge មួយអ្នកផ្សេងហើយគេកំពុងតែមានអារម្មណ៍អត់ល្អដាក់គ្នាគេចេះកំហឹងនឹងមកលើយើងណាខ្ញុំចាប់ផ្ដើមកាត់ចិត្តងាកមកស្រឡាញ់ខ្លួនឯងដល់ពេលឃើញទង្វើយើងដឹងថាយើងលែងស្រឡាញ់ហើយចាប់ផ្ដើមតាមយើងជាយាមស្វែងយល់ពីយើងចង់ឲ្យយើងដូចដើមវិញប៉ុន្តែមិនអាចទេអញ្ចឹងឯងមកស្រីៗគ្នាយើងមកថែខ្លួនមួយខ្ញុំកុំភ្លេចណាប្រើ scrub ជាមួយនឹង paint និងលេតុងសុកជាមខាងខ្ញុំបងប្អូនធានាថាស្អាតពីចុងសក់